ជំរាបសួរពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំកំពុងតែរើសក្របហ្នឹងមិនមែនរើសយកទៅបាញ់គ្នាទេបងប្អូនកុំយកច្រឡំបាទឥឡូវខ្ញុំកំពុងតែរើសក្របហ្នឹងដើម្បីយកទៅបាញ់កណ្ដោបងប្អូនហ្នឹងហើយក្របរបស់យើងគឺខ្ញុំប្រើក្របគ្រួសបងប្អូនហ្នឹងហើយបើអ្នកខ្លះគាត់ប្រើក្របដីលុញក្របអីចឹងណាតែខ្ញុំប្រើក្របគ្រួសដោយសារវាកុំឲ្យយើងខាត់ពេលវេលាយូរបាទឥឡូវនេះពងចេញដំណើរទៅបាទចេញពីខាងផ្ទះរបស់ខ្ញុំបាទនៅខាងសៀមរាបបងប្អូនតែស្គាល់បាទហើយនេះជាផ្លូវយើងជិះទៅពិបាកខ្លាំងបងប្អូនអើយព្រោះអីខែនេះគឺជាខែភ្លៀងបងប្អូនហ្នឹងហើយឥឡូវនេះខ្ញុំបានកាត់វីដេអូបន្តិចដោយសារវាផ្លូវក្លុកពិបាកពេកអញ្ចឹងហើយមានតែថតកាត់អញ្ចឹងបងប្អូនហ្នឹងហើយសម្បីទឹកក៏ច្រៅដូចគ្នាដែរទឹកទន្លេឡើងបងប្អូនហើយឥឡូវនេះចុះមកដល់ទឹកនេះបានមួយបងប្អូនសើឆ្មាត់បាញ់ហ្នឹងសើអ្នកជើងខ្លាំងបាញ់កណ្ដោហើយកំពុងតែដើរហ្នឹងក៏បានឃើញពស់ថ្លាន់បងប្អូនហើយពស់ថ្លាន់ធំខ្លាំងមែនទែនកំពុងតែដេកហើយសូមចំពោះបងប្អូនដែលបានមើលវីដេអូនេះសូមទោសចំនួនផងបាទដោយសារបានថតវីដេអូបានច្រើនបងប្អូនហើយដោយសារទឹកវាជ្រៅពេកយើងអត់មានទូមានអីជីអញ្ចឹងណាហ្នឹងហើយឥឡូវនេះកំពុងតែដើរប្រមាញ់កន្លែងទឹករាក់តែទឹកជ្រៅឲ្យបានថតទេបងប្អូនទឹករាក់អញ្ចឹងបានថតឥឡូវនេះកំពុងតែបាញ់បងប្អូនពឹងមកបានកណ្ដោច្រើនបងប្អូនអើយឲ្យតែអ្នកប៉ិនបាញ់បាទហើយបន្ទាប់ពីយើងបាញ់ហើយឥឡូវនេះដល់ម៉ោងទៅផ្ទះបងប្អូនហ្នឹងហើយព្រោះបាញ់រឹងយូរដែរបាទតាំងពីថ្ងៃរហូតដល់សំទោសបងប្អូនតាំងពីព្រឹករហូតដល់ថ្ងៃបាទថ្ងៃរឹងល្ងាចដែរម៉ោង3 4ណាហើយឥឡូវនេះកំពុងចេញទៅបងប្អូនហើយចំពោះទឹកវិញគឺសម្បូរឆ្លើងបាទអូយក៏ឃើញក៏ញើតដែរបងហើយឥឡូវនេះកំពុងធ្វើដំណើរដល់ទៅផ្ទះបងប្អូនហ្នឹងហើយផ្ទះនៅឆ្ងាយគ្រាន់ដែរបាទហើយឥឡូវនេះបានមកដល់ផ្ទះហើយបងប្អូនហ្នឹងហើយនេះជាកណ្ដោដែលយើងបាញ់បានបាទហើយកំពុងតែរៀបចំធ្វើដាក់ស្រោះទឹកស្រោះអីដាក់កោសដាក់អីចឹងណាហើយចំពោះកណ្ដោគឺធំខ្លាំងមែនទេបងប្អូនហ្នឹងហើយបើសិនណាអ្នកដែលគាត់ចេះហូបហើយគាត់ចូលចិត្តហូបសាច់មកល្មមប៉ុណ្ណឹងវាអត់សូវធំវាអត់សូវទូចបងប្អូនហ្នឹងហើយកំពុងតែយកមកដាក់ក្នុងជាលដើម្បីយកទៅដាក់កោសយកដាក់ស្រោះទឹកកោសចឹងបងប្អូនព្រោះយើងអត់បានដាក់រ៉ូលដុតរ៉ូលទេព្រោះវាខ្លាចវាធំពេកហ្នឹងហើយបើចំពោះដែលបងប្អូនក៏ចូលចិត្តហូបអាចទៅរកបានបាទហើយសូមអរគុណបងប្អូនដែលបានចូលមើលវីដេអូខ្ញុំបាទសូមជួយ like ជួយ share ជម្រាបលាជួបគ្នាវីដេអូក្រោយ